In Chomksant, Preah Vihear province, civilians are living with the aftermath of the Cambodia-Thailand conflict. People are returning to damaged homes or finding unexploded bombs still lying outside their doors. តែខ្ញុំត្រូវបានថៃផ្លងក្របមកចាំផ្ទះ3បាក់អស់ទីទីឲ្យគ្រូធ្វើអស់ច្រើនគ្រូអស់10000ជាងខ្ញុំ18000អស់ចៃលុយពីធនាគារហើយទៅមិននឹងបងរួចពី3 4 5ថ្ងៃនឹងបងឲ្យគេឲ្យធនាគារបាទស្អាតប៉ុន្តែដល់ពេលវាត្រូវអញ្ចឹងក៏បែកបាក់ដាច់អស់អនុស្សាវរីយ៍ចាស់ហើយអាយុ50 60ប៉ុន្តែហើយនៅសង្គ្រាមមកតាមយាយណាមកពិបាករត់លូនកិច្ចដោយសារក្របដោយសារសង្គ្រាមរបស់ថៃមិនចង់ឲ្យកើតចង់ឲ្យមានតែចង់បានសន្តិភាពរហូតតទៅមុខរហូតតែធ្វើមិនចាំមើលរាជរដ្ឋាភិបាលគាត់ជួយដោះស្រាយជូនបើខ្ញុំអស់លទ្ធភាពនឹងធ្វើតទៅមុខទៀតហើយចាំរាជរដ្ឋាភិបាលគាត់ជួយ The man fled before an artillery shell hit his home. When he later returned to check the damage, fighter jets flew overhead, forcing him to hide in a bunker. Nearby in Chomksant town, another civilian found an unexploded bomb in front of his motor repair shop.